ASUS VivoBook X14 X1404VA យើងធ្វើ upgrade spec ដំបូងយើងធ្វើការដោះខ្ចៅរបស់វា ASUS VivoBook X14 វាអាច upgrade spec បានចាំមើលយើងមើលជាក់ស្ដែងនៅ board របស់វាតើយើងអាច upgrade បានអ្វីខ្លះX1404 វារាងវា14 អ៊ីងវាមិនធំវាតូចមុំដើម្បីយកទៅតាមខ្លួនវាងាយស្រួលប្រើប្រាស់យើងមើលខាងក្នុងវាយើងឃើញថាវាមានhard disk មួយ slot ហើយ RAM មួយ slot ជាក់ស្ដែងកុំព្យូទ័រនេះវាមាន 8GB on board ស្រាប់វា free មួយ slot ដើម្បីឲ្យយើង upgrade អញ្ចឹងយើងងាយស្រួលចង់បាន 8GB មួយដើមទៀតក៏បានដែរហើយតើតោង hard disk យើងអត់មាន slot ទៅ add time ទេយើងមានធ្វើការដាក់ដកអាចាស់ចេញយើងដាក់ថ្មីចូលព្រោះអាចាស់យើងគិតថា spec ទូចពេកយើងនឹង upgrade បានចង់ដាក់512ក៏បានមកទេក៏បាននៅជាក់ស្ដែង spec វាមក original គឺ 128GB ទេយើងអាប់ទៅ 512GB ដើម្បីផ្ទុកតន្ន័យផ្ទុកឯកសារឬតន្ន័យបានច្រើនជាងមុនយើងមួយចូលហើយយើងឆែកមើលម្ដងទៀតយើងមិនស្គាល់ថាវាពិតជា upgrade RAM បានមួយ slot ទៀតតោះមកយើងបើកមើលឆែកមើលថា upgrade ហ្នឹងវាត្រូវ spec ដែលយើង upgrade អត់ព្រោះយើង upgrade យើងយក HD 512GB ដោយសារ HD 128ទូពេកហើយ RAM original របស់វានឹងអត់បត់ 8GB យើងអត់ដាក់ទេយើងគិតថាការងាររដ្ឋបាលយើងអាចប្រើប្រាស់បានហើយតម្លៃវាក៏សមរម្យដែរតែ300ជាងទេអញ្ចឹងយើង upgrade ទៅ HD តម្លៃប៉ុណ្ណឹងមកប្រើអញ្ចឹងHD X កុំព្យូទ័រ ASUS VivoBook X14 X1404VA វាមានទំហំ14 អ៊ីងហើយ spec របស់វាយើងអាប់ទៅ 512GB ទាំងអស់CPU Intel Core i3 ចំនួនទី13ហើយវាមាន numpad មកជាមួយដែរនៅលើ trackpad វាមាន sensor ដើម្បីឲ្យយើងប្រើប្រាស់ចង់ប្រើnumpad យើងចុចតែ sensor មកវា load ឲ្យដោយសារវាទូចជាងយើងក្រុមហ៊ុនគេកែច្នៃ numpad នៅលើ touchpad គឺ